nhóm cả môn là cru sẽ là chui và piêng một tay bóng chui piêng một mà trường vinh bàn phải rồi chui piêng hai đặt nào cao lại lặp tờ vinh môn nhóm đam ruồi nha làng sẽ phụ làn được tại lơ lànเราmình cho đây cái chừng ngư ấy chừng ngư nó cả môn cái thang nhóm canh sờ bay phong ai đó đi cầu nhóm chia tinh nam ao lư được bình bình nhá cầu nhóm tinh nam ao nhóm lệp tới với chia sờ bay chia ấy từng on tới lúc luôn แต่ปนิดเคยไอ้ใจ nhóm từปนิดcái thang nhóm mà lịa sụt ปนาเลี้ยสูตร còn ta lịa sụt cả môn nhóm mà lịa tường sụt ไอ้สมัยเกลียมั้งไง sờ bay nhóm mang ngất ไปไหนมั้ง จ้า ไปไหนไม่จริง สบายยมรังกระปรึกฮะก่อนถ้าเวียขมายสาดจังแต่เรานึกยมเชียยมเพียงมันรู้ล้างก็มันรู้บัดเชิงหนึ่งกลาย โอ้บัดเชิงเลยเกลียยังมั้ง จ้านางหาย ซูมิงยำออกมากระป๋อง อ๋อปี กระป๋อง จ้าก ระป๋องทุ่มไหม กระป๋องอ่ะตุ้ยเท่ามวย จังกระ นางมวย กระเดียบไปภายปีขายอย่าง นางนึตะกี้ลำตาลอ่ะเตะ อ๋อ จ้าให้ขยมทาตือเด็กมุกมากาจังตาខ្ញុំជួយពីងตาខ្ញុំក៏ដៅ เงือบรุ่ยหมองเงือบรุ่ยหมอง เงือบรุ่ยទេ เมื่อเราขิงดาวมาโชว์ดิ ตาខ្ញុំជិះម៉ូតូជិះម៉ូតូទៅផ្សាររាល់ថ្ងៃណាគ្រូ แล้วมาโชว์นี่มั้ง ចាខ្ញុំជិះម៉ូតូទៅផ្សាររាល់ថ្ងៃ មិនញ៉ាំផ្ទះនេះផ្ទះកូន ផ្ទះកូនខ្ញុំ អូ จะเรากระตักรู้ได้จีให้ ជាឲ្យលោកគ្រូអត់មាន ไม่ได้ก็ตะบง គ្មានទីណាទៅឃើញថារស់ទេ เนี่ย លោកគ្រូ ថា99%តែថាស្លាប់ចា ថាគ្មានពីងរួចទេគាត់ទៅពីងមកខ្ញុំយំហ៊ូវាឈឺពេញអស់ហ្នឹង រស់ទេប្រកបក្រិនស្បែកក្រិនអីអស់ហើយ ចាំទៅខ្ញុំយំទៅវាឈឺ បាទឥឡូវនេះបងប្អូនត្រូវដឹងនេះជាការពិតมันបានកុហកมันបានទូថោទេបាទហើយមិញនៅនេះជិះមកគេស្គាល់សង្គ្រប់គ្នាព្រមតាហោនេះ ហើយ គេស្គាល់តាបូ នឹងហើយតឡងខ្ញុំផ្ទះឆ្នាំ តាបូធ្វើក្បិតអញ្ចឹងអ្នកនៅនេះស្គាល់គ្រប់គ្នា ស្គាល់ទាំងអស់ បាទអញ្ចឹង ហើយ ក្រលការសម្ភាសខាងខ្ញុំដូចខ្ញុំប្រាប់អញ្ចឹងគ្មានការបោកប្រាស់គ្មានការជួល នឹងហើយ អញ្ចឹងបងប្អូនចង់មករោគាត់មករោមកគាត់ផឹកបាន2ខែថ្ងៃនេះខ្ញុំសម្ភាសថ្ងៃទី3ខែ6ឆ្នាំ2026ណា ចា បាទអញ្ចឹងមិញគាត់បានជាហើយពីមុនគ្មានអាណាសង្ឃឹមថាគាត់រស់ទេ ជាទេខ្ញុំតែពមៀល ស្មាទោសដល់ ដេចាំទៅតាខ្ញុំពីងមកជើង អាចនោមនឹងកទេល នឹងហើយ បាទឥឡូវគាត់ដើរព្រិលជិះម៉ូតូបានអីបានហើយការឈឺម៉ានឆ្នាំ ខ្ញុំឈឺចាប់ឈឺ ឆ្នាំកន្លះ មួយឆ្នាំកន្លះ 4ឆ្នាំកន្លះ 4ឆ្នាំកន្លះ នឹងហើយខ្ញុំចាប់ឈឺតាំងពីកូនខ្ញុំ20 8 10 ឈឺ4ឆ្នាំ ចាឥឡូវចូល5ឆ្នាំហើយ អត់ដែលមានសង្ឃឹមថាខ្លួនឯងងើបដើររួចទេ ថាជាខ្ញុំនឹកឃើញថាខ្លួនខ្ញុំមិនជាទេខ្ញុំដេកតែយំ អូយរំភើបឯងមិញ ចាខ្ញុំភើបដែរខ្ញុំបានជិះម៉ូតូជិះរួច អត់អីទេមិញឥឡូវមិញជីហើយ ចា ហើយសូមបញ្ជាក់ផ្ញើសារទៅបងប្អូនជាបរិបទទាំងអស់ដែលឈឺធ្ងន់ធ្ងរបាទ ជាដូចខ្ញុំចឹងអាលាកស្លាកអាលាកអីហ្នឹងជាដូចខ្ញុំឈឺ4 5ឆ្នាំហ្នឹងហើយខ្ញុំជិះម៉ូតូជិះកើតបានទៅផ្សារកមុនខ្ញុំទៅណាពីណាទៅប្រាប់កាយខ្ញុំដេកទាំងដឹងប្រាប់ប៉ុនបីខ្ញុំដេកតែយំ អញ្ចឹងអ្នកភូមិនេះគេដឹងអស់ គេ ហើយ ដឹងអស់អាលីងតើអូយកោតយាយនឹងកោតយាយនឹងរស់ម្ដងទៀត មិញនៅនេះគេហៅភូមិអី គុំទៅហោ ភូមិតាហោនៅស្រុក ស្រុកកំពង់ត្បែក ខេត្តព្រៃ ចា វែង ហើយឃុំថ្កៅហ្នឹង បាទឃុំស្កៅ ឃុំថ្កៅ បាទអញ្ចឹងបងប្អូនថ្ងៃនេះយើងសភាអ្នកមីងថ្ងៃនេះថ្ងៃទី4 បាទទី3 ទី3ថ្ងៃនេះថ្ងៃទី3ខែ6ឆ្នាំ2026 ចា រដងសភាបងប្អូនចេះសួរថាឲ្យប្រាប់ថ្ងៃប្រាប់ភូមិប្រាប់ឃុំឲ្យច្បាស់ ចា ណា ភូមិទៅហោឃុំថ្កៅ អញ្ចឹងសូមបញ្ជាក់ថាការសភានេះគឺអត់មានបោកប្រាស់ក៏មិនបានជួលអ្នកមីងមកនិយាយទេ ចា បាទនិយាយការពិតកុំប្រឡែងណាអញ្ចឹងបញ្ជាក់បងប្អូនការប្រើថ្នាំពេលបងប្អូនឈឺធ្ងន់ខ្លាំងមែនទែនបងប្អូនដឹងខ្លួនឯងហើយពេលផឹកទៅអាការៈដូចគាត់ប៉ុណ្ណេះយើងមិនដឹងថានិយាយភូតភោបោកប្រាស់បងប្អូនយ៉ាងម៉េចទេ តើកតុកទឹកសងបែកកតុកទឹក បាទអញ្ចឹងអ្នកស្រុកអ្នកភូមិ ឈឺហ្នឹង គាត់ស្គាល់គាត់ឈ្មោះគាត់ខ្ញុំបង្ហាញប្រាប់អស់ហើយអញ្ចឹងអ្នកដែលមិនទាន់បានញ៉ាំនិងមិនទាន់បានជឿនិងមិនទាន់បានជាវបងប្អូនមុននឹងជាវចង់ដឹងថាថ្នាំមានប្រសិទ្ធភាពឬក៏អត់មានឲ្យពិបាកតាមដានទេទី1បងប្អូនដែលឈឺធ្ងន់មើលឃើញគាត់ជាក់ស្ដែងអាហ្នឹងហៅថាជាហើយបើបងប្អូនដែលមិនទាន់មានអាការៈធ្ងន់ធ្ងរបងប្អូនទៅពិនិត្យឈាមនៅសុខភាពនៅពេទ្យសិនណា អីទេ ប៉និត គាត់ឈាមអីខ្ញុំ សួតត្រង់នោមថ្លើមបេះដូងសពីតឈាម ចា ទាំងអស់ទៅក្របឈាមហើយពេលញ៉ាំថ្នាំខ្ញុំបាន
មកកំប៉ុងបានមួយខែកន្លះ បាទ ញ៉ាំបានមកកំប៉ុងឬក៏ពីរកំប៉ុងបងប្អូនទៅពិនិត្យឈាមម្ដងទៀតអញ្ចឹងបងប្អូននឹងដឹងថាថ្នាំយើងពិតឬមិនពិតពេលនោះបងប្អូនដឹងហើយណាមិនបាច់និយាយបោះស្រាយច្រើនទេ ចា បាទហើយបើបងប្អូនញ៉ាំហើយមិនជាត្រូវយើងទៅតាមដាននៅពេទ្យបន្តទៀតតែយើងមូលហេតុអីអាចមកពីការតមចំណីអាហាររបស់យើងញ៉ាំមិនត្រឹមត្រូវ បាទ ទី1ទី2អាចមកពីសម្ពាធអារម្មណ៍បាទសម្ពាធអារម្មណ៍យើងពិបាកចិត្ត ខ្ញុំហូបបាយ យើងកើតទុក្ខ ជាហ្មង យើងមានវិបត្តិផ្លូវចិត្តអាហ្នឹងក៏មិនងាយជាដែរណាបាទវាមានកត្តាច្រើនរឿងអញ្ចឹងបងប្អូនត្រូវជឿជាក់ឲ្យទិញញ៉ាំចោះហើយអ្នកខ្លះគាត់ឈឺធ្ងន់ត្រូវការពេលវេលាយូរបន្តិចដូចខ្ញុំនិយាយអញ្ចឹងយូរបន្តិចក្តីបងប្អូនតាមដានសុខភាពជាមួយពេទ្យណាព្រោះពេទ្យទំនើបមានម៉ាស៊ីនផលិតច្រើនអត់អីទេ បងប្អូន ផឹកមួយខែពីរខែទៅផលិតទៅបើវាវិវត្តមកល្អយើងបន្តញ៉ាំទៀតទៅបើមួយខែពីរខែมันមានផលអីអាចអីទៅសោះបាទឈប់ញ៉ាំទៅមានណាបខំបងប្អូនទេណាតែបើញ៉ាំចេញលទ្ធផលដូចគាត់ហើយបងប្អូនមិនជឿទៀតខ្ញុំក៏មិនដឹងទៅបខំបងប្អូនមិនដែរ បាទអរគុណច្រើនណាស់ តែ មិញ អរ បាទ គុណមិញហើយជូនពរមិញសុខភាពកាន់តែរឹងមាំហើយអាយុកាន់តែវែង បាទ អរគុណច្រើនចា៎បាទអរគុណ បាទ